គ្នាចឹងថ្ងៃនេះយើងមករៀនវិញ្ញាសាមួយទៀតដែលជាវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទហៅកាត់ថាបាក់ឌុបដែលយើងនឹងធ្វើវិញ្ញាសាទៅលើមុខវិជ្ជាប្រវត្តិវិទ្យាបាទប្រវត្តិវិទ្យាចឹងខ្ញុំនឹងអានជូននៅកម្រងវិញ្ញាសានេះដែលមាន5សំណួរនិង5ចម្លើយហើយនឹងប្រាប់អំពីរបៀបនៃការឆ្លើយថាតើយើងគួរឆ្លើយយ៉ាងណាទើបយើងទទួលបានលទ្ធផលល្អដែលត្រឹមត្រូវតាមរចនាបថនៃការសរសេរចម្លើយរបស់យើងទាំងអស់គ្នាដើម្បីទទួលបានពិន្ទុខ្ពស់បាទតោះចឹងយើងមកមើលសំណួរគេទាំងអស់គ្នាទាំងអស់យើងមាន5សំណួរសំណួរទី1គឺសួរថាតើអ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរបាទអ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរលេខ2តើពិភពលោកនៅពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាធំអ្វីខ្លះបាទលេខ3បាទតើអាណាព្យាបាលបារាំងពីឆ្នាំ1963ដល់1953មានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជាបាទលេខ4ចូលពណ៌នាពីសមិទ្ធផលសង្គមរាស្ត្រនិយមពីឆ្នាំ1993ដល់ឆ្នាំ1970បាទនិងលេខ4ចូលពណ៌នាអំពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ1970ដល់ឆ្នាំ1975បាទតោះចឹងយើងមកមើលចម្លើយទាំង5ទាំងអស់គ្នាតែមុននឹងការអានចម្លើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនភ្លេចជួយចុច like និង Subscribe ឆានែលខ្ញុំអ្នកមួយទេបាទប្រសិនបើមិនទាន់បានចុចសូមមេត្តាជួយចុចទាំងអស់គ្នាផងតោះចឹងយើងមកមើលចម្លើយទី1អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឃរាជជួនណាតបាទចឹងសម្ដេចសង្ឃរាជជួនណាតគឺជាអ្នករៀបចំវចនានុក្រមខ្មែរបាទលេខ2ពិភពលោកសពថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំដូចតទៅទី1បញ្ហាបរិស្ថានមានរញ្ជួយដីខ្យល់ព្យុះទឹកជំនន់កំណើនកម្ដៅគ្រោះរាំងស្ងួតគ្រោះទុរភិក្សផ្សេងបាទមួយទៀតគឺបញ្ហាកំណើនប្រជាជនកង្វះអនាម័យបញ្ហាជំងឺនិងបញ្ហាសុខភាពមួយទៀតនោះគឺបញ្ហាអន្តោប្រវេសន៍បាទមានចំណាក់ស្រុកបាទកើតចលាចលបាទអានេះគឺកើតណាកើតចលាចលមានបញ្ហាប្រកាន់ជំនឿសាសនាបាទមួយទៀតបញ្ហាសន្តិសុខស្បៀងបាទស្បៀងឡើងថ្លៃបញ្ហាអធិពលបដិវត្តបាទចំណុចចុងក្រោយគេគឺបញ្ហាភេរវកម្មអន្តរជាតិសង្គ្រាមបង្កើតចលាចលសង្គមកាប់សម្លាប់នឹងការជួញដូរមនុស្សនិងបញ្ហាមួយទៀតនេះគឺបញ្ហាគ្រឿងញៀនបាទតោះចឹងយើងមកចូលដល់ចម្លើយទី3ចំណុចវិជ្ជមាននិងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំងរយៈពេល90ឆ្នាំបានន័យថាខ្មែរយើងគឺក្រោមការត្រួតត្រារបស់បារាំងគឺ90ឆ្នាំយើងទទួលបានឯករាជ្យនៅថ្ងៃទី11ខែតុលាឆ្នាំ1953ហើយយើងក្រោមការត្រួតត្រារបស់បារាំងគឺនៅឆ្នាំ1863យើងគុណគូទៅគឺយើងមានរយៈពេល90ឆ្នាំតើ90ឆ្នាំនេះខ្មែរយើងទទួលបានចំណុចល្អនិងចំណុចមិនល្អណាខ្លះពីរបបបារាំងបាទទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងតទៅមុខទៀតបងប្អូនទាំងអស់គ្នាវិញខ្ញុំរវល់បន្តិចបាទអញ្ចឹងយើងចូលដល់ចំណុចមុនគេគឺចំណុចវិជ្ជមានបាទចំណុចវិជ្ជមានមុនគេគឺយើងនិយាយពីចំណុចអវិជ្ជមានបាទសំទោសខាងលើនេះគឺជាចំណុចវិជ្ជមានបាទចឹងវិជ្ជមានមានដូចជាបារាំងជួយការពារទឹកដីបាទពូជសាសន៍ខ្មែរឲ្យបានគង់វង្សបារាំងបានធ្វើឲ្យខ្មែររួចផុតពីការឈ្លានពានរបស់យួននិងសៀមបាទបង្កើតភាសាចុងបូព៌ាប្រទេសសិក្សាស្រាវជ្រាវនិងចងក្រងអំពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបាទបារាំងបានជួយកែតម្រង់ផ្នែករដ្ឋបាលសង្គមនិងសេដ្ឋកិច្ចខ្មែរមួយទៀតជួយកសាងសាលារៀនមន្ទីរពេទ្យស្ពាននិងផ្លូវថ្នល់បាទបារាំងបានជួយថែរក្សាជួសជុលប្រាសាទបុរាណខ្មែរនិងកសាងមន្ទីរដើម្បីថែរក្សាវត្ថុបុរាណបាទកសាងសារមន្ទីរនេះណាបងប្អូនមួយទៀតគឺនៅឆ្នាំ1904បារាំងបានទាមទារយកខេត្តកោះកុងមលុបព្រៃស្ទឹងត្រែងមកឲ្យខ្មែរវិញ
មួយទៀតគឺនៅឆ្នាំ1907បារាំងបានទាមទារយកខេត្តសៀមរាបបាត់ដំបងសិរីសុភ័ណ្ឌមកឲ្យខ្មែរវិញដែរពីសៀមបាទណាអញ្ចឹងយើងមកមើលចំណុចអវិជ្ជមានទាំងអស់គ្នាវិញអនថាផលអាក្រក់តើមានផលអាក្រក់អ្វីខ្លះបាទអញ្ចឹងបារាំងបារាំងកាន់តែធ្វើឲ្យខ្មែរក្រីក្របារាំងបានធ្វើការជិះជាន់កេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើទឹកដីខ្មែរបាទលើទឹកដីខ្មែរលើប្រជាជនខ្មែរបារាំងបានកេណ្ឌខ្មែរឲ្យទៅជួយច្បាំងស្លាប់និងរបួសបាទជួសបារាំងនៅក្នុងសមរភូមិសង្គ្រាមលោកលើកទី2បារាំងបានកាត់ដីខ្មែរឲ្យសៀមនិងយួនត្រាច់តែចិត្តដូចជាឆ្នាំ1947កាត់ខេត្តត្រួតត្រាឲ្យទៅសៀមបាទកាត់ខេត្តត្រាចឲ្យទៅសៀមនៅថ្ងៃទី4មិថុនាបាទនេះកាត់ខេត្តត្រាចទៅណាទៅសៀមនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949កាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនជាដើមបាទតោះចឹងយើងចូលដល់ចម្លើយទី4បាទឲ្យយើងពណ៌នាពីសមិទ្ធផលសម័យសង្គមរាស្ត្រនិយមចឹងតើសម័យសង្គមរាស្ត្រនិយមនេះមានសមិទ្ធផលអ្វីខ្លះបាទទី1គឺផ្នែកនយោបាយអនុវត្តនយោបាយប្រជាក្រិតធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានសន្តិភាពរយៈពេល15ឆ្នាំគឺ1955ដល់1970បាទស្របពេលដែលប្រទេសជិតខាងកំពុងជួបប្រទះនឹងសង្គ្រាមកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ខែធ្នូឆ្នាំ1955បាទឈ្នះក្នុងក្តីរឿងប្រាសាទព្រះវិហារក្នុងឆ្នាំក្នុងថ្ងៃទី15ខែមិថុនាឆ្នាំ1962បាទមើលវិស័យកសិកម្មវិញបាទបានន័យថាផលិតស្រូវកបាសការចិញ្ចឹមសត្វការនេសាទកើនឡើងពង្រីកផ្ទៃដីដាំដុះនយោបាយទឹកការជ្រើសរើសពូជបាទជាដើមមួយទៀតគឺវិស័យឧស្សាហកម្មឃើញមានកំណើនរោងចក្រសហគ្រាសដូចជារោងចក្រក្រដាសវេយនភ័ណ្ឌកែវស៊ីម៉ង់បាទក្តារបន្ទះត្រាក់ទ័រស្រាបៀររោងចក្រកៅស៊ូជាដើមមួយទៀតគឺវិស័យគមនាគមន៍បាទគឺយើងឃើញមានការកសាងផ្លូវថ្នល់រថភ្លើងស្ពានកំពង់ផែនិងអាកាសយានដ្ឋានភ្នំពេញផងដែរមួយទៀតគឺវិស័យពាណិជ្ជកម្មគឺមានការរីកចម្រើនផ្នែកពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេសមួយទៀតគឺវិស័យធនាគារបាទប្រាក់រៀលក្លាយជារូបិយប័ណ្ណជាតិនិងមានការកើនឡើងនៅធនាគារជាតិនិងឯកជនមួយទៀតនោះគឺវិស័យវប្បធម៌បាទវិស័យវប្បធម៌មានការបង្កើតសាលារៀននៅទីក្រុងនៅជនបទដូចជាសាលាមត្តេយ្យនិងសាលាឧត្តមសិក្សាគ្រូបង្រៀនមានការកើនឡើងមានការបង្កើតអន្តរវិស័យដ្ឋានបាទមួយទៀតមានកីឡាមានការកសាងកីឡាពហុកីឡាដ្ឋានពីទីក្រុងនៅជនបទមួយទៀតគឺយើងមកមើលផ្នែកសង្គមគិច្ចបាទមានសាសនាវត្តអារាមកើនឡើងបង្កើតសាលាពុទ្ធិបឋមសិក្សាដល់ពុទ្ធិបឋមសិក្សាដល់ពុទ្ធិមហាវិទ្យាល័យបាទចុងក្រោយគេនោះគឺផ្នែកវិស័យសេដ្ឋកិច្ចបាទសុខាភិបាលមានការសុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើនបង្កើតច្បាប់ជាច្រើនផ្ដល់សិទ្ធិឲ្យស្ត្រីបោះឆ្នោតនៅឆ្នាំ1958បាទគឺមានការបោះឆ្នោតថ្ងៃទី6មករា1958ដែលជាការបោះឆ្នោតដំបូងគេនៅស្រុកខ្មែរយើងផងដែរអញ្ចឹងយើងចូលដល់សំណួរទី9មូលហេតុដែលធ្វើឲ្យមានសង្គ្រាមស៊ីវិលផ្ទុះឡើងនៅកម្ពុជានៅឆ្នាំ1970ដល់1975ទី1ដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់បាទទី2នយោបាយអភិជាក្រិតរបស់សម្ដេចសីហនុមិនចំទិសដៅឬលំអៀងពួករលួយបពុនិយមកុម្មុយនីសពេញផ្ទៃប្រទេសបន្ទាយរបស់ស្ដេចសីហនុក្បត់នឹងព្រះអង្គការជិតជ្រែករបស់វៀតណាមនិងចិនសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរនិងចុងក្រោយការបង្កើតរណសិរ្សរួបរวมជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុបាទចឹងវីដេអូនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះដែរជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន